ការធ្វើតបគុណបែបនេះប្រសើរណាស់សម្រាប់ពុទ្ធសាសនានោះថាធ្វើបុណ្យខែភ្លឺនឹងធ្វើបុណ្យខែភ្លឺបានមិនបានថាខែភ្លឺអ្នកម្ដាយក៏គាត់មានភ្នែកមើលឃើញតិចគាត់ក៏លឺយើងកូនប្រុសស្រីភ្នែកក៏នៅមើលឃើញតិចក៏នៅលឺមើលឃើញទាំងអស់គ្នាក៏ខែភ្លឺដោយព្រះច័ន្ទនៅខាងខ្នើតនឹង14 15កើតចោលកម្មរស្មីមកលើផែនដីឲ្យមនុស្សឃើញបាននឹងថាបុណ្យខែភ្លឺបុណ្យខែភ្លឺនឹងបានច្រើនល្អបរិបូរណ៍ណាស់ព្រមមនុស្សជីវិតដែលរស់វាត្រូវការបច្ច័យទាំងឡាយ4មកថែរក្សាជីវិតរបស់ខ្លួននឹងឲ្យបានល្អប្រពៃហ្នឹងពុទ្ធលោកថាបានបន់ក្រៃលែងជាទីបំផុតហើយបន់នោះច្បាស់ប្រកបទៀតធ្វើម្ដងបានម្ដង100 ដងបាន100 ដង1000 ដងបាន1000 ដងឃើញទាំងអស់គ្នាលោកជាមេត្តាកូនចៅប្រុសស្រីយកអីទៅជូនអីធ្វើអីគាត់ឃើញគាត់ទទួលយកកូនប្រុសកូនស្រីជូនអីទៅអ្នកម្ដាយលោកពុកឃើញលោកទទួលយកទាំងអស់គ្នាណាយកទៅប្រើប្រាស់តាមតម្រូវត្រូវការដែលចាំបាច់នោះនេះទៅបុណ្យខែភ្លឺធ្វើតិកណានុបទាននេះខាងក្រោយនេះឧទ្ទិសជូនទៅអ្នកស្លាប់ណាតាមគម្ពីរពុទ្ធសាសនាអត់ប្រកាសជាបានគ្រប់គ្នាទេណាអាហ្នឹងចឹងលោកថាធ្វើបុណ្យខែងងឹតយើងក៏មើលអ្នកដែលស្លាប់មិនឃើញអ្នកស្លាប់ក៏មិនដែលមកប្រាប់មកបង្ហាញយើងណាហើយដោយធ្វើកតញ្ញូរលឹកគុណបំភ្លេចវាមិនបានតបពីគុណកាលកើតនៅរស់ហើយដល់អស់ជីវិតទៅនៅតែមិនភ្លេចគុណនៅតែធ្វើតបយ៉ាងទៀតក៏ត្រូវធ្វើតាមរយៈលោកអ្នកមានសិលចំពោះព្រះសង្ឃឬចំពោះបាសកបាសិកាដែលមានសិល5សិល8សិល10ជាដើមហ្នឹងគឺបានប្រគេននៅភើតប្រគេននៅបច្ច័យទាំងឡាយ4ហ្នឹងវាបានឧទ្ទិសកុសលជូនទៅអ្នកស្លាប់តែញោមញាតិពុទ្ធបរិស័ទមានជំនឿថាឲ្យតែឧទ្ទិសទៅបានគ្រប់តែឧទ្ទិសឯងចំពោះអ្នកស្លាប់បានទទួលថ្ងៃនេះបញ្ជាអត់ទេណាក្នុងគម្ពីរពុទ្ធសាសនាលោកថាមិនប្រកាសជាបានទេជួនក៏បានដល់ជួនក៏មិនបានដល់បើបានដល់តែបុគ្គលនឹងស្លាប់ទៅកើតក្នុងភូមិដែលត្រូវទទួលបានបើបុគ្គលស្លាប់ទៅកើតក្នុងភូមិទទួលមិនបានអត់ទេអត់បានទេវាអត់ច្បាស់បើធ្វើបន់ខែភ្លឺនឹងមិនប្រកាសជាបានហើយសួរតែអញ្ចឹងបើឧទ្ទិសជូនទៅអ្នកដែលស្លាប់នឹងមិនបានទទួលយកបានទេតើយ៉ាងម៉េចទៅយើងអ្នកធ្វើណាថានឹងអត់មានគិតយ៉ាងតែយថាកម្មរៀងខ្លួនអ្នកដែលស្លាប់ដែលទទួលបានគឺយថាកម្មរបស់សត្វដែលវាមិនត្រូវទទួលបានអញ្ចឹងអ្នកដែលទទួលបានគឺយថាកម្មដែលត្រូវទទួលបានតែសម្រាប់យើងអ្នកធ្វើត្រូវតែបានធម្មកថាដែលត្រូវទេសនាមិននឹងជានឹងទេសកម្មវិធីណាមួយទេវាពិបាករេរែកដែរពេលមកនេះមិនដឹងថាមានភារកិច្ចទេសនាផងអត់ដឹងទេដឹងវាមិនច្បាស់លាស់ហ្នឹងដល់មកពឹបជួនប្រទេសលើការសម្ដែងធ្វើទៀតវាសម្ដែងធ្វើកម្មវិធីបន់3មិននឹងសម្ដែងឯណាទុកឯណាចោលឯណាទេណាតែសម្ដែងទាំង3ទៅវាអត់មានពេលវេលាអីចឹងបើអញ្ចឹងត្រូវរំពឹងគិតតើក្នុងកម្មវិធីបន់3នេះត្រូវសម្ដែងបន់ណាមួយយ៉ាងតាមការរំពឹងគិតទៅគួរតែសម្ដែងនៅកម្មវិធីបន់ចម្រើនជនមាយុឲ្យជូនចំពោះលោកម្ដាយមហាបាសិកាពុទ្ធសាសនូបត្ថម្ភបរិមសយុទ្ធគួរលើកគោលធម៌នេះមកសម្ដែងព្រោះរឿងការចម្រើនជនមាយុជូនអ្នកម្ដាយនឹងមានសារៈសំខាន់ណាស់សម្រាប់សង្គមរបស់មនុស្សហ្នឹងសម្រាប់ពិធីសម្ពោធឡើងគេហដ្ឋានរបស់លោកអ្នកម្ចាស់គេហដ្ឋាននេះមិនបានសម្ដែងទេមិញនេះបានចម្រើនពុទ្ធជ័យមង្គលពាហុងពីជ័យជំនះ
ទាំង8ដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់បានឈ្នះពួកសក្តិសត្រូវទាំង8នេះជាសិរីសួស្តីដល់គេហដ្ឋានថ្មីនេះសូមធ្វើការអធិប្បាយបន្តិចអំពីកម្មវិធីសម្ពោធឡើងគេហដ្ឋានថ្មីនេះជាហេតុបន្តិចដើម្បីនឹងជូនញោមញាតពុទ្ធបរិស័ទទៅជ្រាបឡើងគេហដ្ឋានថ្មីនេះកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ប្រថាប់នៅឡើយនៅនាមគធរដ្ឋប្រទេសប្របាទពិមពិសានឹងមានក្សត្រមួយអង្គនោះនាមពោធិរាជកុមារពោធិរាជកុមារហ្នឹងលោកមិនមានរាជបុត្រមានកូនទេអត់ម្ល៉េះឲ្យលោកសាងប្រាសាទមួយដ៏ស្អាតប្រណិតជាទីបំផុតក្រៃលែងលើសជាងប្រាសាទនានារបស់ក្សត្រនៅក្នុងដែនមគធៈហ្នឹងសាងប្រាសាទនឹងរួចហើយក៏ទ្រង់និមន្តអរតនីព្រះសម្មាសម្ពុទ្ធព្រមដោយព្រះភិក្ខុសង្ឃជាបរិស័ទបរិវារនឹងចំនួន500រូបអមដំណើរព្រះសម្មាសម្ពុទ្ធជាបរមគ្រូដើម្បីមកសម្ពោធឡើងប្រាសាទថ្មីហ្នឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូរួមដោយព្រះសង្ឃបាននិមន្តមកកាន់ប្រាសាទថ្មីនឹងហើយក៏ពោធិរាជកុមារនោះទ្រង់បានអង្គាសផ្កាត់ចំពោះព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃជាសាវករបស់ព្រះអង្គហ្នឹងរួចហើយក៏ពោធិរាជកុមារនោះសូមអរតនីឲ្យព្រះសម្មាសម្ពុទ្ធនេះទ្រង់សម្ដែងធម៌ទេសនាដើម្បីជាសិរីសួស្តីជោគជ័យសម្រាប់ប្រាសាទថ្មីរបស់ព្រះអង្គនោះក្នុងឱកាសនោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ទទួលការនិមន្តរបស់ពោធិរាជកុមារហើយក៏ទ្រង់ផ្ទេរបង្វិលការសម្ដែងធម៌ទេសនានឹងទៅព្រះសរិបុត្រជាធម្មសេនាបតីនោះសម្ដែងធម៌ទេសនាដើម្បីជាសិរីមង្គលសួស្តីក្នុងប្រាសាទថ្មីនោះព្រះធម្មសិរីបុត្រជាធម្មសេនាបតីទ្រង់បានទទួលភារកិច្ចរួចហើយក៏ចាត់ចែងសម្ដែងធម៌ទេសនាក៏ទ្រង់ត្រេះរិះពិចារណាតើអាត្មាអញនឹងគួរនឹងលើកធ្វើណាមកសម្ដែងដើម្បីជាសិរីសួស្តីជោគជ័យមង្គលនៅលើប្រាសាទថ្មីរបស់ពោធិរាជកុមារនេះព្រះអង្គទ្រង់រំពឹងថាគួរតែអាត្មាអញនឹងលើកយកពុទ្ធជ័យមង្គលជ័យជំនះដែលព្រះសម្មាសម្ពុទ្ធជាព្រះបរមសាស្តាចារ្យបានមានជ័យជំនះលើសក្តិសត្រូវទាំង8ហ្នឹងពុទ្ធជ័យមង្គលហ្នឹងព្រះសង្ឃទាំងអស់នោះបានស្វាធ្យាមចម្រើនមាញ់ហើយសូត្រក៏ប្រែជាភាសាខ្មែរឲ្យស្ដាប់ផងឲ្យស្ដាប់បានទាំងអស់គ្នាហ្នឹងជំនះទី1លើមេរាធិរាជជំនះទី2ហ្នឹងលើអាលវគយៈជំនះទី3លើតម្រៃនេឡាកេរីជំនះទី4ហ្នឹងគឺលើអង្គុលីមេលជំនះទី5នៅលើនាងចិញ្ចាមានវិកាជំនះទី6ហ្នឹងលើសច្ចនិក្រណទី7លើនេព្រះមោគលានបានផ្ចាញ់នេទី8ហ្នឹងបានផ្ចាញ់ខដេកាមហាព្រំនេះជាជំនះរបស់ព្រះសម្មាសម្ពុទ្ធនឹងព្រះស្រីបុត្រលើកយកជ័យជំនះនោះមកសម្ដែងព្រះហងពុទ្ធជ័យមង្គលនឹងមិនមែនជាពុទ្ធភាសិតទេជាសាវកភាសិតព្រោះព្រះសារីបុត្រលោកសម្ដែងនឹងសូមយកញាតិជ្រាបចឹងបានជាប្រពៃណីទំនៀមទម្លាប់ពីបុរាណក្នុងពិធីមង្គលការក្តីឬក៏មង្គលឡើងគេហដ្ឋានប្រាសាទវិមានក្តីគេតែងតែនិយមចម្រើនពុទ្ធជ័យមង្គលនឹងជាប្រពៃណីទំនៀមទម្លាប់របស់ពុទ្ធបរិស័ទខ្មែរយើងនៅក្នុងបរិជាណាចក្រកម្ពុជាហ្នឹងធ្វើប្រព្រឹត្តជារៀងមកនឹងមួយប៉ុណ្ណឹងឯងក៏សង្ខេបសេចក្តីខ្លីមិនសូត្រពុទ្ធជ័យមង្គលឲ្យសិរីសួស្តីអត់ប្របាក់ទេសនាអីទេណាបន្តទៅឆ្លៀតឱកាសបន្តិចទៀតស
សញ្ញេពីប្រសងចម្រើនព្រះបរិត្តអាត្មានឹងអ្នកម្ចាស់កម្មវិធីបន់និមន្តមកឡើងផ្ទះថ្មីអាត្មាសួរញោមអើយប្រសងប្រមាណអង្គថា5អង្គអាចារ្យមួយអាត្មាស្មានតែប្រសងមកពីវត្តបូរនឹងឯងមិនបានសួរបញ្ជាក់ច្បាស់លើដោយលោកអ្នកម្ចាស់ផ្ទះក៏អត់ប្រាប់ថា5ព្រះអង្គต้องអាត្មាទេ9អង្គទៀតនិមន្តនៅភ្នំពេញអត់ប្រាប់សោះក៏រកប្រសងមកពីសៀមរាបមកអាចារ្យមកនឹងជំរាបហេតុចឹងប៉ុន្តែមកចម្រើននេះរួមទៅតាំងប្រសងមកពីសៀមរាបតាំងភ្នំពេញរួមទៅ9រូបដូចជាត្រឹមត្រូវល្អដែរប្រក្នុងមង្គលធ្វើមង្គលសម្រាប់មនុស្សរស់ពីបុរាណលោកបានចាត់ចែងមាន5ព្រះសង្ឃ5រូប7រូប9រូបរឿង5រូប7រូប9រូបនេះមិនទាន់សូវយល់ច្បាស់ទៀតខ្លះយល់ថាបានគេនិមន្ត5រូបព្រោះវាសេះមួយសល់មួយគេថានឹងវាល្អ7ក៏សល់មួយ8ក៏សល់មួយដែរអពុ9ហ្នឹងឱកាសមានហើយសំជំរាបជាពិសេសគឺលោកអាចារ្យហ្នឹងត្រូវដឹងគេនិមន្តប្រសង់5រូបគេគិតព្រះសម្មាសម្ពុទ្ធនោះដើមអាសនឹងមួយផងវាទៅជា3គូគេយកគាត់គូទេមង្គលគេមិនយកសេះទេយល់ទេបើយើងអត់ដឹងស្មានតែ5ហ្នឹងល្អនៅសល់មួយសេះអត់ទេមង្គលគេយកមកគូក្នុងនោះគេគិតព្រះសម្មាសម្ពុទ្ធមកអង្គផងនៅដើមអាសហ្នឹងchẳngត្រូវយល់យ៉ាងអរិ7អង្គវាគេគិតព្រះសម្មា7គេគិតព្រះសម្មាសម្ពុទ្ធមកអង្គផងយ៉ាវាត្រូវជា3គូយ៉ាងគាត់ឬ9អង្គគិតព្រះសម្មាសម្ពុទ្ធមកអង្គទៅវា5គាត់អានឹងសំបញ្ជាក់យ៉ាងមិនសល់មួយនឹងល្អទេណាអត់គេមង្គលគឺគូព្រោះកាលព្រះសម្មាសម្ពុទ្ធគង់នៅឡើយកាលណាព្រះអង្គទ្រង់យាងទៅព្រះអង្គគេបរិស័ទគេមុនគង់ដើមអះអញ្ចឹងនេះគេគិតអញ្ចឹងនេះសំជម្រាបច្បាស់ជាមិនសល់មួយល្អទេតែអ្នកមិនយល់ថាសេះមួយនោះល្អអត់ទេសេះមួយគេសម្រាប់មង្គលធ្វើបន់សពទេសពគេទៅនិមន្ត4អង្គគិតប្រសង4អង្គ2គូនៅពុទ្ធ1អង្គទៅសេះមួយយល់ទេឬគេនិមន្ត8អង្គគេថាមួយត្រទូងវា8អង្គគេគិតព្រះសម្មាសម្ពុទ្ធព្រះអង្គមកវាសេះមួយនឹងឯងអានឹងបន់សពឬគេពីបុរាណថានិមន្ត2ត្រទូង3ត្រទូង4ត្រទូងគេគិតថា8 2ដង8 4ដងដល់គិតទៅវានៅតែសេះមួយអញ្ចឹងដែរនេះបញ្យល់ឲ្យច្បាស់លើយ៉ាងតែសម្រាប់ប្រពៃណីស្រុកនេះខ្ញុំគណៈអាត្មាមិនដឹងទេបើណាប្រពៃណីពីបរមបុរាណមកដែលខ្ញុំគណៈអាត្មាឆ្លងកាត់5សង្គមហើយគឺអញ្ចឹងឯងអានឹងពីមុនមិញទូទៅអញ្ចឹងឯងតែបច្ចុប្បន្នមិនដឹងខេត្តណាយ៉ាងម៉េចមិនដឹងទេប៉ុន្តែខ្ញុំគណៈអាត្មាចាំប្រពៃណីទំនៀមទម្លាប់ណាដូចជាបុណ្យសពសំមិនទាន់យកទៅឈាបអនកិច្ចរំលាយបូជាភ្លើងទេតម្កល់បញ្ចោទេនៅក្នុងផ្ទះគេមិនដែលសូត្របរិត្តទេពីបុរាណមិនដែលសូត្របរិត្តទេពីណាក៏ដោយព្រះមហាក្សត្រក្តីសម្ដេចព្រះសង្ឃរាជមនុស្សណាដែលប្រពៃនេះប្រព្រះបរិត្តគេសូត្រសម្រាប់មនុស្សរស់ទេបនខ្មោចកំពុងតែយំហើមភ្នែកពេញផ្ទះគេមិនត្រូវការបរិត្តទេក្នុងពិធីបន់សពបើបានជាហោហែងនិយាយតែតាបន់សពនៅក្នុងផ្ទះកម្មវិធីគេមានតែថ្ងៃរសៀលម៉ោង2គេនិមន្តព្រះសង្ឃទៅបាំងស្កូលបន្ទាប់ពីបាំងស្កូលទៅសម្ដែងធម៌ទេសនា
chọc thưa xây sná cái sốt áp bị thơm thưa bọn môn sang lụ sốt áp bị thơm rứ sơ mô sọ bọn bọn tựa bên nó tới cái lên plane cũng đo sọp bên miền tạm đạp với cái plane cái đo sọp cái mình lên planeเป็นเปียดบอดจะกบัดบอดเริ่มแต่เมียนเพลงเก๋เขาเพลงตรมิงเพลงนกกิลิงก็เราสับสดับเต้าเบียสง่ายสงอยลงลอยเต้าแดนลงจัดนักการประปรางนี้เป็นกันดอสับนะก็รีบจำจังเต้าแต่โยสับเต้าโบเชียเพลิงไปเจ้าร้ายบันแต่ลำเอาไว้เงี้ยนกกิโซนปารัดปารัดคือกิเด้งจมเรียมมันก้อนไม้มาขังกระรอยนะอาตมาโซนนักขัดจะเยอะนังปราบไปจังนักขัดแต่รึกการปีนักขัดเรื่องปูเยอะปูใบสายกิเด้งกิบอกสมาร์ทอย่างอัตโตอันนั้นปีโบราณเมาภาษาไงนี่อ้อยแต่คืนขโมยสลาวคือต่างโซนปารัดเปลี่ยนมาแต่อาตมาก็มันท่าที่อ่านทำไมตนิมตันเลิกเกแต่ปีโบราณมาอัดเด็กกิปราดจังไอเบียซ้ำให้ซ้ำพอลปารัดกิสับโซนบรรโรดได้สับทั้งไงกิจเพื่อเมียงกอลกากินิมวันประสองตัวโซดปารัดเปลือกได้กิปกินจังหันปกินเผิดดารุยตัวประสองนั้นตัวตัวปัตโซดอะในจาวัตสังขาราอาจารังกันด้านมังกอลกากินยังไงเป็นนกเมียนตรากาสังเวยยัยปีสกได้สลับปีอ้อยนกตรากาเสไรสู้สดายแค่นั้นปลาเท่ากับเขาแต่ปัญญาต้องปาเปิดประสองไอ้สัมโตนั่งเชียวนะบัญญัติแต่คลาตัวสาวในชากันนารุ่งบนกินกันนั่นมังกรกากินอะไรอัตเต็มตราเตะขนมวินัยถ้าเราสเกลถ้าบนนับเธอหน้าได้โซดขนมมังกรเธอหน้ามันโซดขนมมังกรอัดเมียนตรากาสังเวชนิยะเธอไอ้เต้สังฆาแต่งลายมันเตียงกับอัตรากาเต้เป็นนกตรากาสำได้มามัดปีมัดคือส้มไอ้เนี่ยถึงปีเมียนเสียไรสู้สได้โจกเจียอายุแหวงยืดตรากาอย่างอ่ำมันนึกมาเปิ้ลเนี่ยแต่ขนมโรงใหญ่เอาไอ้โปสมัยคลุ้นเพลาตะมวยเลยแต่ยังประสังเต๋อน่ะสังฆาแต่งลายมันเทียงเมนปิดนะตัวโซดน้องเวเขาแบบเขาบอดปลาเวเขาบอดอันนี้อัตราได้บอกอันนึงมวยนะปลาเราปนังยอรีบรับแต่จังคอยเปลแล้วบ่าวปาเต้นี่ก็มอยคันนะบ่าวแต่เต้ต่อคันตาชอบมันชอบเต้พร้อมยังกรรมวิธีไอ้ที่อ๋อหายเต้แต่ดอยฉันไหมสลายติ่งตัวจะบุญพรำตะบุญพรำตะลอกตะบานไอ้เถื่อเตสนาเวียไปไก่เชียงกำที่เลือดจ้าซ้ำยัยเปียนนะเถื่อนะยัยเปียนนะแล้วเมียนไปย่อยดอนมโนนะพระพุทธศาสนาปังรีนเป็นย้อนมโนให้สกัดแล้วเธอเตสนานั่นยัยอัมปีกาจำรันจนเมียยุจูนเนี่ยมาได้ก็ได้เมียนเนียนทาเรียมสาวยุทธได้ลูกเมียนอายุ90มุยนำเชียนถึงโจ90ปีชราอัตมาตึมบาน80บุญในการกรอยเราหาอัตมาทะลุปโอนมันเราเชื่ออัตมาการกรอยเนาะพอกรรมที่บนนี้การละอมปีทัวกัตญูตาเธอระบอกโกนปรโกนสไรเจ้าปรเจ้าสไรภาษาประกาศต่างได้เชียปูสับบรอเปียตสับบรอคือลุงเนี่ยสงบลุงมันประพฤติเปื่อกระเพื่อกางเงียกระดอยกายได้เวจาจเตปูสับบรอนั่งเมียนปัญญาฉลอกย่อลแปรเปียปัญญาจุนทีปัญญาปลัยสังสกฤตปัญญาแปรเจขมายจะสกได้ดังได้เคยยอดสกลตูเต้าเจตูปัญญาโกนเจ้าต่างหลายระบบบาสิกาคือเชียนเมียนปัญญาฉลอกเป็นจังเคยกุลอุปการะสกได้ละอดได้เนี่ยมาได้บานเพื่อหายมาลือโกนปรากฏไรคือเมียนกาจิงแจ่มใบใบเทรซา
តាំងពីថ្ងៃដែលប្រសូតមកទល់នឹងអាយុ20ជាង20ម្នាក់ហ្នឹងត្រូវការជំនួយគ្រឿងឧបភោគបរិភោគម្នាក់ទៅលើកូនមិនដឹងប្រមាណទេតែមេដាលោកម្ដាយលោកពុកមិនដែលគិតកត់ត្រាមិនដែលធុញទ្រាន់មិនដែលកំណាញ់អីទេត្រូវការអីកូនត្រូវការអីគឺឧបត្ថម្ភទំនុកបរងគ្រប់អញ្ចឹងម្លាយកូនចៅប្រុសស្រីនឹងឃើញការងារដ៏ល្អហ្នឹងក៏នឹកឃើញថានឹងជាឧបការៈគុណដែលលោកធ្វើឲ្យមកលើកូនបើមេដាបិតាមិនបានប្រព្រឹត្តអំពើទាំងឡាយនេះមកលើកូនទេកូនប្រុសស្រីក៏មិនមានជួបវាសនាអ្វីដែលល្អប្រសើរមកទល់បច្ចុប្បន្នហ្នឹងទេព្រោះនេះជាការងារដ៏ល្អដែលលោកបានធ្វើឲ្យមកលើកូនប្រុសស្រីហ្នឹងតែចាកូនប្រុសស្រីនឹកឃើញគុណក៏បានជាមានកម្មវិធីថ្ងៃនេះគឺប្រព្រឹត្តទៅតាមបែបពុទ្ធសាសនាមាននិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តសម្ដែងធម៌ទេសនាពអញ្ជើញញាតិមិត្តមកកកកច្រើនឧត្តមឧត្តមក្នុងកម្មវិធីបុណ្យនេះប៉ុន្តែការដឹងគុណនឹងមិនទៅតែថ្ងៃហ្នឹងទេថ្ងៃនេះគ្រាន់តែជាកម្មវិធីមួយដែលសម្ដែងដែលបង្ហាញប្រាប់ដល់បរិស័ទជានានុជនទូទៅឲ្យឃើញថាជាសេចក្តីដឹងគុណរបស់កូនប្រុសកូនស្រីដើម្បីដាស់តឿនក្រើនរំលឹកជនដទៃទៀតឲ្យយល់ឲ្យដឹងដូចគ្នាអញ្ចឹងអានេះជាកម្មវិធីតាមពិតទៅការដែលតបគុណអ្នកម្ដាយនឹងមានហោហែយូរមកហើយក៏ប៉ុន្តែគ្រាន់មិនបានសម្ដែងទេអត់បានសម្ដែងអញ្ចឹងទេគឺចិញ្ចឹមនៃការបីបាច់ថែរក្សាជូនមកអាហារបាយទឹកនំចំណីសរុបសេចក្តីថាគឺបច្ច័យ4ដែលមនុស្សត្រូវការនឹងកូនចៅបានទំនុកបំរុងគ្រប់គ្រាន់អស់រៀងរាល់ច្រើនឆ្នាំណាស់មកហើយអានឹងជាកិច្ចតបគុណដែរការធ្វើតបគុណបែបនេះប្រសើរណាស់សម្រាប់ពុទ្ធសាសនានោះថាធ្វើបុណ្យខែភ្លឺនឹងធ្វើបុណ្យខែភ្លឺបានមិនបានតែខែភ្លឺអ្នកម្ដាយក៏គាត់មានភ្នែកមើលឃើញតិចគាត់ក៏លឺយើងកូនប្រុសស្រីភ្នែកក៏នៅមើលឃើញតិចក៏នៅលឺមើលឃើញទាំងអស់គ្នាក៏ខែភ្លឺដោយព្រះច័ន្ទនៅខាងខ្នើតនឹង14 15កើតចោលកម្មរស្មីមកលើផែនដីឲ្យមនុស្សឃើញបាននឹងថាបុណ្យខែភ្លឺបុណ្យខែភ្លឺនឹងបានច្រើនល្អបរិបូរណ៍ណាស់ព្រមមនុស្សជីវិតដែលរស់វាត្រូវការបច្ច័យទាំងឡាយ4មកថែរក្សាជីវិតរបស់ខ្លួននឹងឲ្យបានល្អប្រពៃហ្នឹងពុទ្ធលោកថាបានបន់ក្រៃលែងជាទីបំផុតហើយបន់នោះច្បាស់ប្រកបទៀតធ្វើម្ដងបានម្ដង100ដងបាន100ដង1000ដងបាន1000ដងឃើញទាំងអស់គ្នាលោកជាមេត្តាកូនចៅប្រុសស្រីយកអីទៅជូនអីធ្វើអីគាត់ឃើញគាត់ទទួលយកកូនប្រុសកូនស្រីជូនអីទៅអ្នកម្ដាយលោកពុកឃើញលោកទទួលយកទាំងអស់គ្នាណាយកទៅប្រើប្រាស់តាមតម្រូវត្រូវការដែលចាំបាច់នោះនេះទៅបុណ្យខែភ្លឺធ្វើតេកេណានុបទាននេះខាងក្រោយនេះឧទ្ទិសជូនទៅអ្នកស្លាប់ណាតាមគម្ពីរពុទ្ធសាសនាអត់ប្រកាសជាបានគ្រប់គ្នាទេណាអាហ្នឹងចឹងលោកថាធ្វើបុណ្យខែងងឹតយើងក៏មើលអ្នកដែលស្លាប់មិនឃើញអ្នកស្លាប់ក៏មិនដែលមកប្រាប់មកបង្ហាញយើងដែរហើយដោយធ្វើកតញ្ញូរលឹកគុណបំភ្លេចវាមិនបានតបពីគុណកាលកើតនៅរស់ហើយដល់អស់ជីវិតទៅនៅតែមិនភ្លេចគុណនៅតែធ្វើតបចឹងទៀតក៏ត្រូវធ្វើតាមរយៈលោកអ្នកមានសិលចំពោះព្រះសង្ឃឬចំពោះបាសកបាសិកាដែលមានសិល5សិល8សិល10ជាដើមហ្នឹងគឺបានប្រគេននៅភ័តប្រគេននៅបច្ច័យទាំងឡាយ4ហ្នឹងវាបានឧទ្ទិសកុសលជូនទៅអ្នកស្លាប់តែញោមញាតិពុទ្ធបរិស័ទមានជំនឿថាឲ្យតែឧទ្ទិសទៅបានគ្រប់តែឧទ្ទិសចំពោះអ្នកស្លាប់បានទទួលថ្ងៃនេះបញ្ជាអត់ទេណាក្នុងគម្ពីរពុទ្ធសាសនាលោកថាមិនប្រកាសជាបានដែរជួនក៏បានដល់ជួនក៏មិនបានដល់បើបានដល់តែបុគ្គលនឹងស្លាប់ទៅកើតក្នុងភូមិដែលត្រូវទទួលបាន
បើបុគ្គលស្លាប់ទៅកើតក្នុងភូមិទទួលបានអត់ទេអត់បានទេអត់ច្បាស់បើធ្វើបន់ខែភ្លឺនឹងมันប្រកាសជាបានហើយសួរតែអញ្ចឹងបើឲ្យទិសជូនទៅអ្នកដែលស្លាប់នឹងមិនបានទទួលយកបានទេតើយ៉ាងម៉េចទៅយើងអ្នកធ្វើណាថានឹងអត់មានគិតយ៉ាងតែយថាកម្មរៀងខ្លួនអ្នកដែលស្លាប់ដែលទទួលបានគឺយថាកម្មរបស់សត្វដែលវាមិនត្រូវទទួលបានអញ្ចឹងអ្នកដែលទទួលបានគឺយថាកម្មដែលត្រូវទទួលបានតែសម្រាប់យើងអ្នកធ្វើត្រូវតែបានអត់មិនបានទេអ្នកដែលធ្វើណាតិកណានុបទានត្រូវតែបានពិតប្រកបអញ្ចឹងអ្នកមកខាងគឺបានច្បាស់លើតែអ្នកមកខាងនោះអត់ប្រកបទេបើបនខែភ្លឺបានទាំងអស់គ្នាឃើញច្បាស់សូមជម្រាបដល់អញ្ចឹងញោមញាតិចង់ដឹងថាភូមិណាដែលទទួលបានភូមិណាដែលទទួលបានมันអាចសម្ដែងបានទេសូមសង្ខេបសេចក្តីគ្រាន់តែបញ្ជាក់ថាมันប្រកបជាបានដល់ដែរបើនិយាយរឿងទៅអត់បាននិយាយរឿងមនុស្សរស់នេះទៀតរឿងសំខាន់គឺមនុស្សរស់ក៏ប៉ុន្តែរឿងវាតាកតងដែរត្រូវបញ្យល់តិចខាងដើមនេះបើឆ្ងល់មន់មកទេម្ដងទៀតអានេះកេងយកចំណេញចាចាញោមតាយីឬសំដែងមួយថ្ងៃនោះថាជូនក៏បានដល់ជឿមិនបានដល់យ៉ាងម៉េចចង់ដឹងมันមុនមកសំដែងទៀតចំណេញហើយសំទោចោកំមាច់កំប្លែងនឹងញោមពី3ម៉ាត់ណាមិនទៅចង់មកប្រហែលទេហត់ដែរប៉ុន្តែបំពេញភារកិច្ចជាអ្នកបួសត្រូវមកប្រាប់ញោមញាតឲ្យស្គាល់ពីពុទ្ធសាសនាបើឡូវនិយាយពីការដឹងគុណនេះកតញ្ញូគឺជាអ្នកដឹងគុណហើយមានធ្វើមួយទីកតវិទីតាធ្វើតបនេះកិច្ចទាំងអស់នេះគេហៅកតវិទីតាធ្វើកំពុងតែធ្វើតបមួយយ៉ាងគ្រាន់តែដឹងគុណប៉ុន្តែអត់មានកម្មវិធីថ្ងៃនេះមានទាំងពីរហើយកតញ្ញូក៏មានកតវិទីតាក៏ធ្វើក៏មានយ៉ាងសម្រាប់កូនចៅប្រុសស្រីបើឡើយនិយាយពីពុទ្ធសាសនាហើយនឹងសាសនាដទៃនៅលើโลกនេះមានសាសនាធំដល់ទៅ4ដែលមានបរិស័ទគោរពបូជារាប់លាននៅលើផែនដីនេះទី1គឺពុទ្ធសាសនាយើងនេះទី2គឺព្រហ្មញ្ញសាសនាព្រាហ្មណ៍ទី3គ្រីស្ទានយេស៊ូទី4គឺមូស្លីមសាសនាមាន4នេះតែសាសនាព្រាហ្មណ៍សាសនាគ្រីស្ទានយេស៊ូនិងហើយសាសនាមូស្លីមអ៊ីស្លាមហ្នឹងសាសនាទាំង3នេះមានសាសនាសត្វទេវតាទាំងអស់សត្វទេវអតិទេពទាំងអស់ផ្លែកតែពុទ្ធសាសនារតនត្រ័យនៃសាសនាជាមនុស្សក្នុងសាសនាព្រាហ្មណ៍មានរតនត្រ័យ3ដែរគឺព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មដោយពុទ្ធសាសនាដែលប៉ុន្តែនៅឯឋានសួគ៌ឋានកៃឡាសពុទ្ធសាសនារតនត្រ័យនឹងមាន3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះពុទ្ធជាមនុស្សមានរូបព្រះធម៌ជាទ្រឹស្ដីពាក្យទូលមានព្រានម្ដងមានតែឈ្មោះអត់មានរូបទេនៅក្នុងគម្ពីរបត្រៃបិដកជាពាក្យទូលមានព្រានម្ដងរបស់ព្រះពុទ្ធព្រះសង្ឃនេះសប្តាហ៍ថ្ងៃដែរព្រះសង្ឃមាន2ក្រុមមានអរិយសង្ឃសមតិសង្ឃអរិយសង្ឃគឺលោកអ្នកដែលកំចាត់កិលេសអស់ហើយត្រង់បរិនិព្វានចេញចាកអំពីមនុស្សលោកនេះចេញចាកអំពីត្រៃភពទៅកាន់ព្រះនិព្វានអស់ហើយនៅតែសមតិសង្ឃនឹងជាបទជនដែរជារូបជាមនុស្សមានតំណាងព្រះពុទ្ធសាសនាដែលញោមញាតស្គាល់ដឹងពុទ្ធសាសនាដែលសារឃើញព្រះសង្ឃហ្នឹងជាផុសតាមបង្ហាញច្បាស់ចេះជាមនុស្សរតនត្រ័យពុទ្ធសាសនាជាមនុស្ស2មានរូបជាទ្រឹស្ដីមួយមានអត់មានជាប់នឹងទេវតាប្រអិនមកព្រមទេសាសនាដទៃគេមិនអោយតម្លៃមនុស្សទេគេអោយតម្លៃតែទេវតាតែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធអោយតម្លៃតែមនុស្សទេអត់មានអោយតម្លៃទេវតាទើបតែសោះដោយការសិក្សារៀនសូត្រនៅក្នុងគម្ពីរបត្រៃបិដកឃើញតែអញ្ចឹងឲ្យតម្លៃមនុស្ស
សាសនាដទៃគេមិនឲ្យតម្លៃទេលោកឪពុកអ្នកម្ដាយគេឲ្យតម្លៃតែព្រះពុទ្ធលោកឲ្យតម្លៃមនុស្សគឺមេត្តាបិតានឹងឯងព្រះសាសនាដទៃគេថាអ្វីក៏ព្រះបង្កើតទាំងអស់តាំងពីដីទឹកភ្លើងខ្យល់មនុស្សសត្វអីទាំងអស់គេថាបើអញ្ចឹងចាំទៅអរគុណឲ្យនឹងម៉ែយើងឲ្យយើងម៉ែឲ្យយើងព្រះបង្កើតដែរណាទៅអរគុណដល់ព្រះណាហើយវាខុសគ្នាសាសនា3គឺអញ្ចឹងតែពុទ្ធសាសនាព្រះអង្គឲ្យតម្លៃមនុស្សសម្រាប់លោកឪពុកអ្នកម្ដាយយើងទាំងអស់នេះលោកឪពុកអ្នកម្ដាយរបស់ព្រះយើងនឹងព្រះសម្មាសម្ពុទ្ធលោកឲ្យឈ្មោះដល់4តាំងឈ្មោះឲ្យ4ណាព្រះសម្មាសម្ពុទ្ធលោកមានព្រះនាម10នៅក្នុងពុទ្ធគុណរាប់ទៅមាន10តែមេត្តាបិតាលោកឲ្យឈ្មោះ4ឈ្មោះទី1បាលីថាពុព្វទេវាទី2ថាពុព្វាចារទី3ឈ្មោះថាព្រំទី4អាហនយោនឹងពុទ្ធលោកឲ្យតម្លៃឥឡូវអធិប្បាយបញ្យល់អំពីពាក្យថាពុព្វទេវាពុព្វបាលីប្រែថាខាងដើមដំបូងគេទី1នឹងទេវៈនឹងគឺទេវតាម៉ែឪជាទេវតាទី1ដែលរក្សាកូនប្រុសកូនស្រីដែរអាទេវតាលោកមានសិល5ប្រកបដោយសិលធម៌ម្ល៉េះហើយមេត្តាបិតាក៏លោករក្សាកូនចៅប្រកបដោយសិលធម៌ដ៏ល្អការពារសពបែបសពយ៉ាងពុំមិនអោយសេចក្តីអន្តរាយណាមួយនឹងកើតមានដល់កូនប្រុសកូនស្រីទេឬទេវតាគឺម៉ែឪមិនពិបាកបួងសួងបានស្រំសុំអីពីម៉ែពីឪមិនមានទេទេវតាទី1លោកយល់ណាកូនអញអាយុប៉ុណ្ណេះត្រូវការអីគាត់ទៅយកមកឲ្យអាយុប៉ុណ្ណេះត្រូវការអីគាត់បំពេញទៅតាមពេលវេលាដែលដល់ការចម្រើនលូតលាស់របស់កូនគាត់ជួយផ្ដល់ឲ្យគ្រប់ជើងអត់ពិបាកទៅសំទេនេះទេវតានេះទេវតាខាងក្រៅមិនដឹងនៅឯណាទេយើងស្គាល់តែឈ្មោះតែទេវតាតែមិនដែលឃើញស្គាល់តែឈ្មោះទេវតាគឺម៉ែឪគឺយើងឃើញរូបប៉ុន្តែអត់ស្គាល់ថានឹងប្រពន្ធលោកថាទេវតារសាយើងទេហើយវាខុសគ្នាអញ្ចឹងនេះទេវតាខាងក្រៅអត់ដឹងនៅឯណាទេវតាខាងក្រៅនៅមែនមានមែនប៉ុន្តែនឹងនៅឯណាអញ្ចឹងមនុស្សត្រូវការចេះតែពឹងទេវតាឯក្រៅហ្នឹងតែទេវតាក្រៅក៏មិនដែលឃើញឆ្លើយតបអីសោះហៅអីពឹងអីក៏មិនដែលឃើញឆ្លើយតបមកយើងអ្នកត្រូវការហ្នឹងអញ្ចឹងនេះសំជំរាបថាពីមេត្តាបិតាពុទ្ធជាទេវតាទី1របស់កូនរក្សាកូនប្រុសស្រីហ្នឹងមិនឲ្យមានអន្តរាយដោយប្រការណាមួយទេទេវតាខាងក្រៅតាមគម្ពីរពុទ្ធសាសនាថាលោកអាចជួយថែរក្សាមនុស្សបានបន្តិចបន្តួចតែជួយមនុស្សបានបន្តិចទៅតែមនុស្សនោះល្អដែរមនុស្សមានសិល5ព្រោះទេវតាពីកំណើតមានសិល5មនុស្សនឹងមានសិល5ដូចទេវតាដែរមនុស្សនោះមានធ្វើកតញ្ញូគោរពមេត្តាបិតាដែរចឹងតែចឹងទេវតាខាងក្រៅលោកអាចជួយបានកាលណាមានពួកមនុស្សកាចសាហាវពាលាយងខ្នងចង់មកបៀតបៀនមកលួចមកប្លន់កាប់សម្លាប់ប៉ះពាល់អីដល់បុគ្គលនោះទេវតាខាងក្រៅឃើញលោកជួយគ្រាន់តែជួយបញ្ជិះជួយពង្រៀងកុំអោយពួកសត្រូវនឹងវាដើរមកចំយើងក្នុងគម្ពីរនិយាយថាអញ្ចឹងបានណាប៉ណ្ណឹងដែរអានឹងអត់ចាំប្របាក់បន់ឲ្យមកជួយទេព្រោះទេវតាជួយមនុស្សល្អប្រពន្ធលោកសំដែងតែបើអ្នកឯងចង់ឲ្យទេវតាជួយតើអ្នកឯងជួយខ្លួនឯងមុនជួយខ្លួនឯងមុនគឺត្រូវធ្វើល្អត្រូវមានសិលមានទានមានមេត្តាករុណាធ្វើការដឹងគុណសេចក្តីល្អហើយណែទេវតាជាភូមិទេវតាឃើញហើយអត់បណ្ដោយឲ្យពួកសត្រូវមនុស្សអាក្រក់
ពីលនឹងមកបៀតបៀនយើងបានជួយបញ្ជាពង្រៀងឲ្យផុតក្នុងគម្ពីរពុទ្ធលោកសំដែងអញ្ចឹងវាអត់ប្របាក់ទៅហៅទេមកជួយឯងមានចិត្តមានថ្លើមព្រោះយើងមនុស្សល្អយើងជួយខ្លួនយើងមុនហើយអានឹងទេវតាខាងក្រៅតែទេវតានៅជាមួយយើងនេះគឺលោកគ្រប់គ្រងបែបតែសាការពារអន្តរាយសម្បត្តិសត្វយ៉ាងទាំងអស់ទី2ឈ្មោះថាពពាចាលោកគ្រូទី1ម៉ែឲ្យជាគ្រូបង្រៀនរបស់កូនទី1គ្រូនៅវិសាលារៀនណាឬព្រះសង្ឃគ្រូព្រះសង្ឃនៅវត្តទី2ដែរតែយើងអត់ដែលដឹងសោះអ្នកកាន់ពុទ្ធសាសនាមិនដឹងសោះមិនដឹងថាពុទ្ធម៉ែឲ្យជាគ្រូទី1របស់ខ្លួនណាកូនទាំងអស់យើងគិតមើលមកយើងកើតឡើងជ្រោកក្រោមមលុបរបស់លោកព្រះពុទ្ធលោកថាមេដាបិតាជាមលុបទី1របស់កូននោះមិនយ៉ាងណាជ្រោកក្រោមមលុបលោកយើងចេះដេកចេះដើរឈោងអង្គុយចេះពលវាចានិយាយស្ដីអីមានដឹងពាក្យថាចាស់ថាបាទថាខ្ញុំពាក្យថាពុកថាម៉ែស្គាល់ពាក្យថាយាយតាមីមីទាំងអស់ស្គាល់រូបជុំវិញខ្លួនបានតើអ្នកណាបង្រៀនយើងអាភាសាតាចាស់បាទម៉ែឪនោះមិនចេះខ្លួនឯងទេណាលោកគ្រូហ្នឹងគាត់បង្កើបបើកូនស្រីមិនគាត់ថាកូនឆ្លើយថាចាស់បើកូនប្រុសថាបាទគាត់បង្អល់ថានេះគេហៅថាពងអាហ្នឹងគេហៅថាម៉ែអាហ្នឹងក៏មិនមានចេះខ្លួនឯងណាគាត់មើលមែនតើណាសំបីតែយប់ថ្ងៃព្រះអាទិត្យព្រះច័ន្ទអីទាំងអស់រូបទាំងអស់គោកបីសត្វទៀតគឺគ្រូទី1នេះលោកបញ្រៀនឃើញគេថាអានឹងសត្វគោអានឹងសត្វក្របីដល់បានទេយកតែចឹងមកកើតបញ្រៀនក៏យើងមិនបានដឹងណាគ្រូនៅវិសាលានៃវត្តទី2ទេហើយបើគ្រូទី1នេះគាត់បង្ហាត់បង្រៀនគាត់អប់រំកាយវាចាអរិយាបថឲ្យបានល្អហើយគ្រូទី2ងាយតែបើគ្រូទី1គេវឹកវើមកគេអស់សុភាពរៀបសារអស់អានឹងចឹងបើយើងអត់ដែលដឹងសោះសំណោះអ្នកដែលងើបផុតអស់ទៅហើយអត់ដឹងថាព្រះពុទ្ធលោកប្រាប់ថាមេត្តាវេដាជាទេវតាជាគ្រូមួយផុតមកជាតិតែអភ័ព្វមកជាតិងើបផុតអស់បើថ្ងៃណាញោមញាតមិនអភ័ព្វទេបានប្រាប់ឲ្យដឹងហើយតែបានទេបើដឹងតែមកក្រុមមិនដឹងទេអ្នកទីមិនបានដឹងទេនឹងពុជាពុទ្ធដីការបស់ព្រះពុទ្ធហ្នឹងរួយកូនរបស់ម៉ែឪនេះទៀតខ្លះច្រឡឹសបោះច្រឡំខាមទំនើបវាមានពីរហើយបើគេនិយល់គេឃើញកូននោះសុភាពរៀបសារល្អនោះគេគិតថាម៉ែឪគេចេះដឹងមានសិលធម៌គេអប់រំកូនចៅគេបានសុភាពរៀបសារណាគេឲ្យតម្លៃម៉ែឪហ្នឹងគេស្គាល់ថាម៉ែឪគេចេះបានកូនគេយ៉ាងគ្រូចុះបើម៉ែកូនច្រឡំខានទំនើងពពាលធ្វើអីក៏ឆ្កឹមឆ្កងដែរហើយគេថាទំនើងពាក្យថាទំនើងស្ទាវហ្នឹងយ៉ាងឆ្ងេងឆ្ងាងកាលណាគេឃើញទៅភ្នែកគេដល់ទៅភ្នែកទៅជាងកាលអ្នកខ្លះហ្នឹងមិនសប្បាយចិត្តនឹងក្មេងហ្នឹងទៅជេរបន្ទោសអាក្មេងហ្នឹងហើយក្មេងនេះច្រឡំខាមទំនើងរឹកពីអីជាពីលទៅជេរក្មេងតែខុសទេជេរកូនអត់ត្រូវទេជេរក្មេងត្រូវជេរម៉ែតែម៉ែណានឹងហេតុផលគេអ្នកចេះដឹងគេមិនទៅជេរក្មេងទេកូនសិស្សគេជេរលោកគ្រូអាត្មាតែងបន្ទោឃើញក្មេងច្រឡំកាខ្លះតាមដែលថាក្មេងដែរក៏នឹកម៉ែឪវាមិនចេះបដៅកូនមិនថាថាជេរម៉ែបានត្រូវដល់បានទេញោមណាឃើញក្មេងឆ្ងាញ់ងានកុំទៅជេរក្មេងខ្ញុំដឹងតែជេរម៉ែវាតែនឹងហេតុផលតែញោមទៅជេរក្មេងខុសហើយយើងអត់យល់បានតែយើងអត់យល់ត្រង់ហ្នឹងឯងបានបុរាណនោះថាក្រៅដៅក្នុង
ឃើញតែទាំងវើរបស់កូនគេស្គាល់សមត្ថភាពម៉ែឪណាឲ្យតម្លៃដល់ម៉ែឪថាម៉ែឪគេចេះដឹងល្អណាស់ប្រាកូនជាផ្នែកខាងក្រៅតែកូនធ្វើល្អអាក្រក់នោះសំដៅទៅលើម៉ែឪអានឹងបណ្ដាយកលោកគ្រូទី1ណាទី3ឈ្មោះថាព្រំព្រះមេត្តាបិតាលោកមានព្រហ្មវិហារធ្វើ4ដោយព្រះព្រំនៅក្នុងឋានព្រំព្រំ20ជាន់ឋានព្រំមានព្រំមានរូប16ជាន់អត់រូប4ជាន់ព្រំទាំង20ជាន់លោកមានធ្វើ4យ៉ាងជាអក្រិតសម្រាប់ព្រំតាំងតែណាទី1គឺមេត្តាករុណាមុទិតាបេក្ខារាប់តែបល័យចាព្រំនឹងដាច់ធ្វើណាមួយព្រំត្រូវចុតតិចុះពីឋានព្រំលែងមានសិទ្ធនៅក្នុងព្រំទៀតបានធ្លាក់ដោយស្វ័យប្រវត្តិមកខ្លួនឯងដូចគេច្រានទន្លាក់យ៉ាងក្រាញមិនក៏មិនជាប់ដែរនឹងធ្វើ4យ៉ាងរបស់ព្រំណាដោយញោមញាតពុទ្ធបរិស័ទជាមនុស្សនេះពុទ្ធសាសនាថាត្រូវមានសិល5សិល5ដូចផែនដីញោមញាតឧស្សាហ៍សិល5ដូចជើងជឿនផែនដីជាប់អត់ក៏ក្រើកអត់រំពើកអត់ត្រឡប់តលឹមវិលតនាទេយ៉ាងណាបាននេះជើងជឿនផែនដីនេះជាតួសិលអ្នកដែលមានសិល5ទេដូចជាអត់បានជឿនផែនដីទេវាវិលត្រឡប់តលិនកាយវិការរូបរាងទាំងអស់នេះវាអត់ដែលរសាត់ទៅសេចក្តីបញ្ជាក់ថាអ្នកដែលមានសិលគឺប្រកាសជាប្រព្រឹត្តអំពើបាបកម្មអាក្រក់ហើយអានឹងវាអត់មានសិលជាទប់លំនឹងហ្នឹងអានឹងចឹងបើសិល5របស់មនុស្សនៅតែធូរជាងព្រហ្មវិហារធររបស់ព្រះព្រហ្មទៀតបើសិល5របស់មនុស្សបើដាច់សិលសន្លប់គេមួយទៅសន្លប់សត្វដាច់តែសិលសន្លប់មួយដែរសិល4នេះអត់ដាច់ទេបើទៅលួចទ្រព្យគេក៏ដាច់តែទ្រព្យអាសិលដាច់លួចទេសិល4នេះក៏មិនដាច់ទៅរំលោភប្តីប្រពន្ធគេក៏ដាច់តែសិលរំលោភប្រពន្ធដែរទៀតអត់ដាច់ទេតែបើភូតភោកុហកគេក៏ដាច់តែមួយ4ទៀតនៅណាតែបើដាច់សិលសូរាទៅផឹកស្រាដាច់ទាំងអស់ទៅផឹកស្រាដាច់សិលអន្តរាយទាំងអស់បញ្ញញាតមិនឆ្ងល់ទេសូរាជាទឹកមួយបើដែលវាខុសពីទឹកធម្មតាមិនដូចទឹកបរិសុទ្ធនេះទេវាមានជាតិជាមហាយកាលណាមនុស្សទៅផឹកស្រាចូលទៅអាចំហាយស្រាទៅប្រែប្រួលចិត្តមនុស្សឲ្យខុសឈប់ឲ្យប្រក្រតីឲ្យចិត្តវាផ្សេងអាអ្នកស្លូតវាទៅជាកាយញ៉ាអ្នកមិនចេះនិយាយក៏និយាយលើអ៊ូរតំរញ៉ាំមិនឈប់ក្លាហានទៀតព្រោះក្លាហ៊ានកាប់ហ៊ានសន្លប់ដល់ទាំងអស់ហើយអំពើទាំង4ហ៊ានធ្វើដល់អត្តសវង្សរាហ៊ានទាំងអស់មានអ្នកសវង្សដួលក្អួតឆ្កែលិតមាត់ឲ្យនៅខាងណាមួយហៅពូមកអាខ្លាអញសែងអញទៅធាអាហ្នឹងមើលចិត្តធម្មតាខ្លួនសវង្សរាដេកក្រោបមិនរួចក្អួតឆ្កែលិតមាត់ហៅគេឲ្យមកសែងទៅធាអាណាចិត្តធម្មតាប៉ុណ្ណានឹងបានតបស្រាដាច់ទឹកអស់ខ្លាំងយ៉ាងស្រានឹងប្រហែលនឹងធ្វើរបស់ព្រំមិនតែដាច់មួយទៅទាំងអស់ធ្វើ3នឹងទុំអ៊ីនជីនែរទៅធ្លាក់ទាំងអស់អានេះយ៉ាងសមឲ្យញោមញាតយល់យ៉ាងហើយកលាថាអញសំសិល4ណៃនៅមួយមិនទាន់សំទេសួរមួយមិនទាន់សំសិលអីទៅស្រាតើมันសំស្រានោះវាដាច់ទាំងអស់នឹង4នោះមានទៅនៅអីអានោះសមយន់ចឹងបងតែផាស្រាដាច់ទាំងអស់គ្មានសំសិល4នេះណាបានទេនេះចឹងនិយាយពីមេត្តាធើហ្នឹងមេត្តាប្រែមកខ្មែរថាស្រឡាញ់រាប់អានហ្នឹងចិត្តនៅលើផែនដីក្រោមមេឃនេះគ្មានអ្នកណាស្រឡាញ់យើងជាងម៉ែជាងឪយើងទេអានេះសូមឲ្យកូននឹងដឹងតាមពិតទៅកូនរបស់ម៉ែនឹងក៏មានកូនខ្លួនឯងផងទៅហើយ
ដឹងខ្លួនឯងស្រេចយើងស្រឡាញ់កូនយើងបណ្ណាការពារកូនយើងបណ្ណាដូចតែគ្នាយ៉ាងតងនេះគឺតែធ្វើអីទៅណាមកណាក៏ចិត្តនៅនឹករលឹកតែកូនណែឲ្យតែឃ្លាតឆ្ងាយបន្តិចហ្នឹងគឺរសាស្រឡាញ់ជាទីបំផុតចិត្តស្និទ្ធការស្រឡាញ់នឹងធំធេងធៀបថាប៉ាន់ភ្នំឬប៉ាន់ណាធៀបមិនបានទេតែវាមានពាក្យឧបមាឲ្យយើងគិតនៅថាមេត្តាបិតាដែលស្រឡាញ់កូនធៀបដូចជាបបោមិត្តហើយនឹងថ្មិញមើលយើងមានបបោមិត្តថ្មិញគ្រប់តែគ្នាលោកថាថ្មិញទុកដូចជាកូនបបោមិត្តទុកដូចជាមេត្តាបិតារុកបិទបាំងការពារថ្មិញអត់ឲ្យនរណាឃើញទេបិទបាំងសត្រូវមានណាទៅចង់ទៅបៀតបៀនវិញប៉ះបបោមិត្តមុនណាឃើញទេលោកការពារសុខចិត្តរងគ្រោះជួសកូនណាស្លាប់រស់ជួសកូនមិនឲ្យនរណាមកប៉ះកូនទេនេះជាសេចក្តីស្រឡាញ់របស់មេត្តាបិតាហ្នឹងរកទីបំផុតវាមិនមានតែកូនគ្រប់គ្នាទាំងអស់អត់បានទទួលដឹងសេចក្តីស្រឡាញ់មេត្តារបស់មេត្តាបិតាមកលើខ្លួនអត់ដឹងទេណាគ្រប់គ្នាទាំងអស់តែបើសេចក្តីស្រឡាញ់ខ្លួនទៅលើសង្សាររបស់ខ្លួនដឹងអូយស្រឡាញ់គ្នាបដូរបដាច់មែនទេខ្ញុំថាមិនមែនទេអូនៅកវីទៀតក៏ហក់ទៀតអូហក់បាបបានថាកវីទៀតបើមិនបដូរបដាច់គ្នាបានរៀបមង្គលជាមួយគ្នាទេជាគូសកលហ្នឹងស្រឡាញ់ស៊ូងាប់ស៊ូរស់ជាមួយគ្នាហើយតែសម្រាប់អាត្មាទស្សនៈរបស់អាត្មាមើលឃើញសង្គមមនុស្សអាត្មាមិនទាន់ឲ្យថាគូស្វាមីភរិយាស្រឡាញ់គ្នាមានស្ថិរភាពមិនប្រែប្រួលអត់ទេណាសម្រាប់ទស្សនៈអាត្មាមើលឃើញផ្ទាល់តែបើមេត្តាបិតាដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជាអ្នកស្រឡាញ់កូនរកទីបំផុតមើលទៅឃើញតែអញ្ចឹងមិនតស៊ូងាប់រស់តែគូស្វាមីភរិយាសប្តាហ៍ថ្ងៃនេះម្ចាស់ខ្លួននៅស្រឡាញ់បដូរផ្ដាច់ងាប់រស់គ្នាហើយអាត្មាថាអត់ទេមិនតាន់ទេអាត្មាប្រើពាក្យស្រឡាញ់បណ្ដោះអាសន្នដឹងត្រូវបណ្ដោះអាសន្នបានថាបណ្ដោះអាសន្នព្រោះខ្លះគេតែរៀបចំគូសកលនៅគ្នាបានកូនមួយកូនពីរបាក់មេឃរហែកធៀងចែកផ្លូវគ្នាហើយមិនហ្នឹងឯងវាមិនទាន់ប្រកបអត់ទាន់ឲ្យថាប្រកបមានស្ថិរភាពបានទេតែละឃើញចាស់នៅអាយុ60 70ឃើញក៏នៅជាមួយគ្នានៅដឹកដៃគ្នាទៅវត្តទៅអាហ្នឹងបានមានស្ថិរភាពមិនថានៅក្មេងៗអាត្មាមិនទាន់ជឿទេកុំមកកវីក្បាលអីហ្នឹងណែមិនទាន់ជឿណាកវីក្បាលតើកវីទៅណាអាត្មាមិនថាទេអាហ្នឹងអាហ្នឹងនិយាយពីតបបាទតបទៅទុកសិនហ្នឹងមិនទេនិយាយពីសេចក្តីស្រឡាញ់មេត្តាធម៌អាណាញោមណាទី1ហ្នឹងទី2ករុណាធម៌ប្រែជាខ្មែរសេចក្តីអាណិតអាសូរកូនហ្នឹងអាណិតអាសូរនេះវាកើតពីការស្រឡាញ់ហ្នឹងឯងបើមានករុណាហ្នឹងប៉ុន្តែករុណាធម៌ហ្នឹងតាមពិតទៅវាកើតមានតាំងពីយើងនៅក្នុងពោះម្ល៉េះគ្រាន់តែម្ដាយមេត្តានឹងអូយអញមានទំងន់មានគឺហើយមានកូនហើយតែប៉ុណ្ណឹងក៏ដឹងហើយតាំងពីពេលហ្នឹងមកសំបីតែមកហូបអាហារណាដែលមានជាតិជូរជាតិប្រៃជាតិអាហារខ្លាំងកើតអត់ហ៊ានពិសាទេខ្លាចទៅប៉ះពាល់សុខភាពកូនរបស់គាត់នៅក្នុងផ្ទៃពុទ្ធិរៈនៅក្នុងផ្ទៃសាច់ខ្ចីណាស់ដូចជាសត្វស្វាដែលគេបកស្បែកអស់ឲ្យនៅតែសាច់ណាស្អីទៅប៉ះបន្តិចគោវាក្តៅវាក្រហល់ក្រហាយញាក់ញើតែត្រូវដូចជាគេថាកែប្រឡាក់អំបិលញ៉ាំញើមកឲ្យគាត់មានករណាធម៌ដល់កូនមិនហ៊ានទេការពារឲ្យកូនបានជួបសេចក្តីទុក្ខអានេះករណាហ្នឹងបន្ថយតាំងពីមហូបអាហារអស់
นั่นเองจ้ะrồi ai cả cả na nát so nóนึกเคยโกนอันใหญ่การมอมนั่งจิเมียนรูปเรียงกายครุบกรานหรือวิกรวิกาคว้าได้คว้าจึงคว้าพนัยแฉบเมื่อแฉบจะมองไอ้ก็เกิดอันนั้นการนาเวียบารมอย่างใครโกนการเมาเวียซ้ำบะเตียเวียมันกรุบกรานเวียเตอร์วิกรวิกาเกิดอะไรอย่างโกนอันเนี่ยอันจังบ้านโกนเปล่ามันนั่งอีกโกนบ้านเปล่ามันนั่งอิสราเอลมันนั่งที่เกิดหรือไม่นะบารมพอปีมันไม่นานาแต่ดังโกนขนมปัวแต่สไลเปล่าแต่เราประสบมาบัดดังเราไปเจ็บบอลนั่นก็ได้ไปเชียร์ซากใจประกาศแต่ใบบุญพรำขายก็ดังสลายตาโกนนกเปล่าสไลเองอย่างอันนี้ยิ่งปีการนาเธอดาวยังประสบมาตีกับกาเปียซับแบบซับยางđã ai con đen non răng lư tầm mất con sài luôn cùng bông thưa ca cái đây bị xa bay cái đây có ven ca nghe chào rinh chan ba cho tu tầm mơ con khai miền sắt sang a tôi ấy viên một tích viên một ham ấy rư cơ miến ca chừng ngư râu kia này đấyไอ้คลาครันตะโกนยุ่มไปนั่งไปรถตะโรบางสั่งไอ้หนุ่ยช่วยสระปลุกปลาตึกปลาไอ้เนี่ยอาตมาช่วยแต่มากันโอโกนยุ่มคลั่งไปแต่พระคนในโกนวิยุ่มนะไปช่วยถึงไม่ออกบัดยุ่มอาตมาทางโยมมาโยมมันรอไปยุ่มทันยังไงจำไม่ได้โยมbà con ra bà cá cô dùng ra nào làm sao cá cô dùng nữa là thế mà nó ta tâm nó roi dùng chẳng ai nhiều nào làm cho có sợ bà tha thế cái mà tao hả cái chui pro tức bội ơi tính tôi tao tầm rau chát cái này cái công pung tập ấy nè miền cả là nào ta cái mọi cái phun bay sai ở về một biển nó sẽ cái đây cả là nào nóเป็นchuyện miềnเนี่ยนาดาเมียนสกัดอันนั้นจมพวกโกนลงไปหันไม่เอาเนี่ยอันเมียนเตจังรีบรับนั่นเต็งตัวรีบตั้งกรุบกรันนั่นก็จะให้ได้เต็งตีใบกะรณามุติตาเธอมุติตาเธอบานแปรสยกไม้ถ้าสกัดได้เตรอริเรียตามกาจำรานลุดเลือระบอกโกนไปทมลางปิงรูปปิงกับม่อมปิงกันลาลางรูปเรียงเมียสะอาดเมียนสัมเพอสำรอละอเฮ้ยเชี่ยโกนได้สดับตูนเมียนปรินแบบดาวไม่เอาหนึ่งตีนเรียนโซลกับปากแก้ตีนเมียนจำนัดนะนั่งก็ละอตีนแบบโปรมต่างก็เมียดาวลุเตรอริเรียงหนึ่งโกนหนึ่งไกลเลงจังปูปิงกระองจันน้ำปันนักเกิดกำดันปรับตะโกนเอ้ยแม่ปุกสลันโกนไอ้น่าจะก็ดันยัยเต็นเนื้อตะกระองจันโกนเมียนตัวดังไอ้อ่อนแต่การนาโกนตบแต่งเรียงกายเพื่อตำหน้าเจงตะกราบเตี้ยโจรูมปิธีตะนามานาสิริเปียละอกันคุยกับสันลังเมื่อโกนตำหน้าโกนเตี้ยเจงพัดไปภูมิเคยโกนตะลับเอาไว้กับตามเมื่อโกนแต่ละโจดดับเตียล้มอ้อเสไรสุสได้โกนนึงเชียงกาเอากาตำเนกันกุยจิตไปประปวนกันเคยโกนตำหน้าสะอาดก็เนี่ยสักแต่ไม่ปุกเมื่อโกนเปล่าโกนสระยังสะอาดโอ้มือตัวซ้ำรมกูอ้อยเดี๋ยวถ้าไปสลั่นปิ้งจันน้องปิ้งจันแมงกันนะปิ้งเนี่ยปิ้งลังกำปุ้งเดียดนึงสิได้เตรออว่าเมตตาไปดานะแต่นะอาตมาท่าตามกัมปีแต่อะไรโยมเงียแต่เนี่ยเมียนโกนั่นนึงเมนไม่ละทำดังพอว่าท่าตามนะกัมปีนึกสิได้สลันตามใจเต้นเมียนนัดดังหุ่นโยมเมียนโกนประโคนสลายล้วนไอ้เนี่ยสาบานนี่ก็วิกบาลเตี้ยได้น่าก็วิเตี้ยได้นะน่าก็วิได้นิ่งแก่ห้าวแต่มุติตาเธอการล่างดอกเกิดนังบานตีบุญอุเปกขาเธออุเปกขาแปรอันถักกันดาเนาสมาเนี่ยเนาสมาขนมวิเลียได้เกิดรีบจำซ้ำกุมไอคอนฟรอสไรเมียนกูสกอหาย
ដោយគិតថាកូនអញមានសមត្ថភាពឆ្លៀសវាងវៃមានបញ្ញាគេអាចថែរក្សាប្តីប្រពន្ធគេបានហើយមិនលំបាកអីគេទេគេរក្សាកូនចៅពូជពងវងត្រកូលគេថ្មីបានហើយនឹងចាក់កើតនៅកណ្ដាលហើយបាននិយាយអំពីគូសកលនឹងទៀតក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកឲ្យមេត្តាបិតាទេរូបគូសកលប្តីប្រពន្ធឲ្យកូនក្នុងសង្ឃៈធ្វើ5ហ្នឹងតែសងៃបាត់បង់អស់ហើយទទួលយវបធ្វើបច្ចេមប្រទេសពួកអរមដើរតិតងឲ្យតែខ្លួនឯងតែព្រះសម្មាសម្ពុទ្ធហាមដាច់អត់ឲ្យកំមុំកន្លោះដើររកគូសកលខ្លួនឯងទេសួរថាម៉េចបានព្រះសម្មាសម្ពុទ្ធលោកមិនអនុញ្ញាតឲ្យយុវវ័យកុំកន្លោះដើរតិតងរកគូសកលខ្លួនឯងព្រោះបញ្ញាញាណព្រះអង្គជ្រាបថាយុវវ័យវាមើលតែមួយជ្រុងទេអត់បានមើលគ្រប់ជ្រុងទេមើលមួយជ្រុងណាថាឲ្យតែកលេចទៅឃើញរូបភាពមានតម្រង់ត្រង់ទ្រាយល្អសោភ័ណភាពល្អពេញចិត្តសម្រេចហើយថាយកជាគូហើយអត់បានមើលគ្រប់ជ្រុងតែមេត្តាបិតាលោកមើលគ្រប់ជ្រុងមើលរូបរាងម្ចាស់ខ្លួនហើយសង្កេតមើលចរិយាឫកវានោះសន្លឹងដល់ទៅពូជពងវងត្រកូលទៀតតើពូជពងវងត្រកូលគេល្អទេគិតមើលគ្រប់ជ្រុងចាបានគិតចង្អុលប្រាប់កូនតែកូនអើយម៉ែឪឃើញនៅកូននេះនោះគេសំរុំល្អពូជពងវងត្រកូលគេល្អកូនមើលទៅបើកូនត្រូវចិត្តម៉ែឪនឹងទៅប្រស្រ័យតាកតងឲ្យកូននេះទុកនាទីមេត្តាបិតាទេឲ្យរកគូឲ្យរកប្រពន្ធប្តីឲ្យកូនបើស្ងាយអស់អានឹងនឹងបាត់ប្រពៃណីវប្បធម៌របស់ពុទ្ធសាសនាវប្បធម៌របស់ពុទ្ធវប្បៈគឺការដាំការដោះសាប្រធัวគឺដោះសាប្រធើដ៏ល្អរបស់ពុទ្ធបាត់បង់អស់ធ្វើម៉េចបង្វិលមកវិញបានអ្នកដែលបង្វិលឲ្យវិលមករកវប្បធម៌របស់ពុទ្ធសាសនានិងប្រពៃណីវិញគឺគ្រូបង្រៀននិងគ្រូទី1ហ្នឹងឯងដែលជាអ្នកបង្វិលមកវិញឆ្លៀតឱកាសនិយាយតែហ្នឹងតែកុំកវីទៀតលោកគ្រូនោះឯងត្រូវប្រាប់កូនកូនពេញរូបពេញរាងឡើងយើងដឹងហើយតែមនុស្សទៅវាពេញវ័យហើយវាមានអាសេចក្តីស្រឡាញ់នឹងកើតឡើងហើយអានឹងគ្មានសាលារៀនទេកើតឯងពូជនេះវាកើតមកជាមួយនឹងមនុស្សតែគ្រាន់តែពេលវេលាវាមិនទាន់បញ្ចេញកាលណាអាយុវ័យវឌ្ឍនាការគ្រប់វាចេញអានឹងកើតឡើងដោយរុក្ខជាតិដើមឈើដែលយើងដាំហ្នឹងដើមអីក៏ដោយតែយើងដាំវាមិនទាន់ដល់កាលកំណត់មានឃើញផ្លែឃើញផ្កាវាណាវាអត់មានទេតែដល់កាលវេលាក្រោយស្រាប់តែឃើញចេញផ្កាមកផ្កាហ្នឹងវានៅក្នុងនោះឯងតែមិនទាន់ពេលវេលាដែលវាបញ្ចេញយ៉ាងណាមិញសេចក្តីស្នេហាស្រឡាញ់របស់មនុស្សរវាងស្ត្រីនិងបុរសពេលវេលាដែរគឺវាកើតខ្លួនឯងអានឹងគ្រប់តែគ្នាមានដឹងយ៉ាងអាត្មាក៏និយាយទេមិនម៉ែឪនោះមិនដឹងទេខ្លួនយើងមានរួចមុនអស់ហើយបើអញ្ចឹងត្រូវប្រាប់កូនអប់រំកូនហើយថាប្រពៃណីទំនៀមទម្លាប់ដូនតាយើងហើយនឹងពុទ្ធសាសនាលោកមិនអនុញ្ញាតឲ្យយើងនោះរកគូសកលដោយខ្លួនឯងទេជាទូនាទីរបស់មេត្តាបិតាទេប្រាប់កូនអញ្ចឹងថាកូនអើយនិយាយស្ងាត់គ្នាទៅពន្រៀនស្ងាត់មានរឿងអីម៉ែឪកូននៅក្នុងផ្ទះណាកូនអើយបើមាននរណាគេមកសុំស្រឡាញ់កុំតែនទទួលគេណាកូនណាហាមកូនកុំតែនឲ្យទទួលអានឹងថាពុទ្ធសាសនាពុទ្ធលោកបញ្រៀនអញ្ចឹងឯប្រពៃណីយើងអ្នកណាគេមកសុំស្រឡាញ់កូនទាំងបងអើយខ្ញុំមិនតែនហ៊ានទទួលទេបញ្រៀនកូនឲ្យនិយាយតែអញ្ចឹងថាខ្ញុំតែនេះទៅប្រខ្ញុំមិនជាមនុស្សឯកោតែម្នាក់ឯងអត់មានអ្នកណាតាកតងតំណែងក្នុងខ្ញុំមានទេគឺខ្ញុំធំបំផុតគឺលោកឪពុកអ្នកម្ដាយដែលលោកជាអ្នកគ្រប់គ្រងបីបាច់ថែរក្សាខ្ញុំហ្នឹងខ្ញុំមិនហ៊ានទទួលទេតែសូមឲ្យបងនោះឲ្យចូលតាមផ្លូវទៅតាកតងលោកឪពុកអ្នកម្ដាយបើលោកឪពុកអ្នកម្ដាយ
កើតឯកភាពប្រមៃខ្ញុំក៏ទទួលតាមលោកនិយាយតែអញ្ចឹងទៅទោះបីយើងត្រូវចិត្តហើយក៏កុំទទួលពងបែលឲ្យគេដើរតាមផ្លូវប្រពៃណីរបស់ពុទ្ធសាសនាហើយនឹងប្រពៃណីដូនតាដែលលោកបានប្ររពនឹងហើយបុរាណលោកបានបញ្ជាក់ទៀតថាទេពីមើលក្រិតក្សត្រាមើលរិទ្ធទេហ៊ានមើលចេស្តាជាងមើលអំពើអំពីហត្ថាទោះយកភរិយាមើលអ្នកដំណៅអានេះគេបដៅពួកកំឡោះណាចង់បានប្រពន្ធឲ្យតាមទៅមើលផ្ទះគេសិនណាទៅពីនិតផ្ទះគេមានរបៀបរៀបរយឲ្យសម្ដាប់ធ្នាប់ល្អទេម៉ែឪគេមានសិលធម៌អីគេពោលពាក្យវោហារស័ព្ទនិយាយគ្នាទៅកាន់ប្តីប្រពន្ធគេពាក្យល្អក៏ពីរោះឬកំហុសកំហែងអសរោះគេនិយាយទៅកាន់កូនចៅគេយ៉ាងម៉េចមើលរបៀបរៀបចំមើលទៅឃើញទាំងអស់បានតែទោះយកភរិយាមើលនាលំនៅអានឹងកំឡោះស្រឡាញ់នាងកំមុំណាធ្វើម៉េចឲ្យបានចូលដល់ផ្ទះគេទៅសង្កេតមើលឃើញឲ្យអស់សិនហ្នឹងបុរាណដូនតាយើងលោកបញ្រៀនតែអញ្ចឹងនេះលោកបញ្រៀនសពគ្រប់តែថ្ងៃបាត់បង់អស់ឲ្យធ្វើម៉េចស្ដារឡើងវិញបានណាម្នាក់ប្រឹងប្រែងស្ដារឡើងវិញកុំឲ្យវប្បធម៌ដ៏ល្អរបស់យើងនឹងអន្តរាយអស់ទៅនឹងបាទនឹងនិយាយពីឧបេក្ខាធម៌ហ្នឹងបើវិជាទៅបន្តិចឯងបើបញ្យល់អាហ្នឹងបន្តិចផងគាត់មានសេចក្តីទុកចិត្តសប្បាយចិត្តឲ្យសង្ឃឹមដល់សមត្ថភាពកូនអញមានគ្រប់គ្រាន់ហើយមិនបាក់ព្រួយជ្រៀតជ្រែកអីគេទេអង្គុយចាំតែមើលទៅចា៎នេះព្រមវិហារធម៌4សម្រាប់មេត្តាបិតាទៅលើកូននឹងហើយទី4គឺអាហុណៃយោអាហុណៃយោនេះមាននៅក្នុងសង្ឃគុណសុបដិបណ្ណោប្រែហ្នឹងអាចារ្យតែងសូត្រហើយតិខេណៃអាហុណៃយោបាណៃយោហ្នឹងអាណៃយោប្រែជាខ្មែរទៅលោកជាបុគ្គលដែលគួរទទួលនៅចតុបច្ច័យដែលបុគ្គលឧទ្ទិសជំទាស់អ្នកមានសិលហើយបង្អោនចូលមកបូជាមេត្តាបិតាជាព្រះអរហន្តរបស់កូនប្រុសស្រីព្រះទី1ប្រពន្ធលោកសំដែងអញ្ចឹងថាដល់ថាគាត់ជាប្រពន្ធនឹងជាព្រះទី2ទេណាម៉ែឪជាព្រះទី1របស់អ្នកឯងនេះលោកបញ្យល់5អញ្ចឹងគឺលោកឲ្យតម្លៃឪពុកម្ដាយខ្ពស់ជាងលោកដែលជាប្រពន្ធត្រង់ញាណនឹងទៅទៀតឲ្យតម្លៃអញ្ចឹងថាគួរកបីកូនប្រុសស្រីទាំងឡាយនឹងមានធ្វើកតញ្ញូគោរពចំពោះលោកជាមេត្តាបិតាដែលជាព្រះទី1នោះសិនសូមជ្រះថ្លាគោរពដល់ថាគាត់លោកបញ្រៀនយ៉ាងស្រេចបើយើងមានដែលដឹងណាអត់ដែលដឹងទេយើងគោរពជ្រះថ្លាបរិស័ទគោរពជ្រះថ្លាតែនឹងប្រពន្ធនឹងប្រសង់តែម៉ែឪឯងដែលជាព្រះទី1ប្រពន្ធបានអត់សូវបានគោរពទេខ្លះខ្មោះខ្មួរបង្ងើយកន្តើយសម្ដីអសរោះទៅកោះបោកទៅលើម៉ែឪនោះទៀតទៅលើព្រះទី1នោះទៀតវាខុសយើងជាពុទ្ធបរិស័ទហ្នឹងទៅយ៉ាងណាប្រពន្ធលោកថាឲ្យគោរពដឹងគុណមេត្តាបិតាអ្នកឯងសិនសូមជ្រះថ្លាដល់ថាគាត់ពេលលោកសម្ដែងថាកូនចៅណាដែលមានធ្វើកតញ្ញូដឹងគុណមេត្តាបិតាគោរពមេត្តាបិតាលោកថាអ្នកនឹងជាសក្យបុត្រលោកថាពូជប្រឡូកទាញថានឹងពូជប្រឡូកប្រពុតនឹងជាត្រកូលសក្យត្រកូលលោកថាអ្នកដែលដឹងគុណជាសក្យបុត្រកូនរបស់អ្នកសក្យត្រកូលគឺពូជជាមួយលោកចូលសញ្ជាតិរបស់ប្រពុតដោយស្វ័យប្រវត្តិបើនៅអឺរ៉ុបនៅស្រុកបារាំងស្រុកអាមេរិកអីប្រទេសដទៃអូស្ត្រាលីជាដើមជាតិដទៃទៅនៅស្រុកគេនៅមានកម្រិតឆ្នាំគេទៅនៅឲ្យគោរពច្បាប់ទន្លាប់ស្រុកគេមិនដែលធ្វើឲ្យមុះមីឆ្កឹមឆ្កងគ្រប់កំណត់ឆ្នាំគេអាចមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិគេថាប្រជាពលរដ្ឋរបស់អាមេរិកកាំងឬជាអូស្ត្រាលីជាប្រាំងតែសញ្ជាតិខ្មែរវានឹងអញ្ចឹងប៉ុន្តែមានសិទ្ធិធ្វើឲ្យបានទាំងអស់
ก็យើងមានសមត្ថភាពជាមន្ត្រីរាជការរបស់ប្រទេសគេក៏ធ្វើបានទាំងអស់មានសិទ្ធិយ៉ាងតែព្រះសម្មាសម្ពុទ្ធមិនចាំពិបាកដាក់ពាក្យសំចូលសញ្ជាតិដូចទេឲ្យតែមានធ្វើកតញ្ញូដឹងគុណមេត្តាបិតាថានឹងជាសក្យបុត្រឲ្យពូជជាមួយលោកកូនពូសក្យត្រកូលជាមួយគ្នាឈាមជឿពូជពងរបស់បណ្ឌុព្រោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូនេះព្រះអង្គកើតក្នុងជាតិណាតែកើតឡើងក៏លោកដឹងគុណមេត្តាបិតាលោកគោរពបដិបត្តិរៀងរាល់តែជាតិក្នុងការសាងបារមីនោះនឹងពុទ្ធសាសនាខុសពីសាសនាដទៃណាទាំងអស់តែយើងដែលជាពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាមិនស្គាល់សោះអត់ដឹងសោះអត់ដឹងអីទេបងពាក្យទូលមានព្រានបដៅរបស់ពុទ្ធអត់បានចេះដឹងអីតិចតួចសោះប៉ុន្តែថ្ងៃនេះក៏បានសម្ដែងអំពីអវាទរបស់ពុទ្ធដែលព្រះអង្គឲ្យតម្លៃមេត្តាបិតានឹងឲ្យច្បាស់លាស់ប្រកបកុំឲ្យគាត់រងទុក្ខវេទនាលំបាកដោយសារចិញ្ចឹមកូនក៏រិកូននឹងច្រើនផងនេះបាសិកានេះប្រមាណនេះកូន15អញ្ចឹងហើយឯណាយោកូន5ហ៎អនសល់5កូន9អស់5ដល់សល់4អត់ដល់សល់5អស់4បាត់បង់អស់4គេណែអូរួចកូននេះប្រពន្ធលោកប្រាប់ថាកូនជាឈើច្រត់របស់យើងបើម៉ែឲ្យប្រាប់ច្បាស់អញ្ចឹងទៀតកូនជាឈើច្រត់មានឈើច្រត់9បាត់អស់4នៅសល់ឈើច្រត់តែ5ឃើញណាសប្តាហ៍ថ្ងៃនេះកំពុងប្រើប្រាស់ឈើច្រត់ហើយតាមបានទេញោមណាធ្វើអីកើតមានអាឈើច្រត់5ហ្នឹងដែលវាជួយជ្រុំជ្រែងសពបែបសពយ៉ាងហ្នឹងប្រពន្ធលោកប្រាប់ត្រង់ឲ្យយើងនឹងរសាឈើច្រត់វារោឈើច្រត់ឲ្យបានច្រើនតែឥឡូវនៅឈើសល់ឈើច្រត់5អាឈើច្រត់របស់យើង5នោះវាទៅរោអាឈើច្រត់បានមួយម្នាក់មកទៀតឡើងដល់មកកវីទៀតអត់ទេមែនហើយ15អូនេះឡើងកវីទៅទួរ៉ាប់អូយសាធុនេះឈើច្រត់ពុទ្ធលោកប្រាប់ត្រង់ចឹងអាឈើច្រត់ហ្នឹងមានហើយលោកឲ្យគិតទៀតបើយើងមាន2លោកថាចុះបើអាចស្លាប់មួយទៅនៅសល់មួយសល់មួយនោះតំណឹងទៀតស្ទាវទៀតស្គាល់ម៉ែថាបានអីវាអាសាបងទាំងអស់បើមាន3នៅសល់1តែបានទេហើយមាន3នៅសល់1ប៉ុន្តែឈើច្រត់សល់5ដឹងយ៉ាងណាទេអាត្មាអត់ដឹងទេហ៎នេះព្រះអង្គលោកដឹងថាជ័យច្រាត់មិនទៅណាអញ្ចឹងក៏អនុមោទនាតាមលោកទៅខ្ញុំណាមកពីឆ្ងាយអត់ដឹងហ្នឹងបានឃើញតែនិយាយអីទៅកវីនិយាយអីទៅកវីទៅជឿប្រពៃហើយតស៊ូចិញ្ចឹមកូនបើជាគ្រឿងទប់ទល់ទីពឹងដែលយើងចាស់ឥឡូវញោមគិតមើលទៅកាលដែលយើងចិញ្ចឹមកូនថាវាពិបាកតែកូនវានៅតូចយើងនៅក្មេងនៅលីសែងរែកពុនទូលបានបបាក់ឥឡូវយកបបាក់កាលដែលចិញ្ចឹមកូនមកធៀបបបាក់ដល់ខ្លួនយើងចាស់ណាបបាក់ជាងចាស់ហ្នឹងបបាក់ជាងចិញ្ចឹមកូនហ្នឹងចឹងក៏មានចឹងបានយកមកគុណដកធៀបនេះបានបើអ្នកនៅក្មេងៗមិនទាន់ដឹងអីធៀបទេបើមិនទាន់ចាស់ណាបើមកអីទេប្រាប់អីហើយទៅមើលហើយទៅគំរូណាមិននៅតែក្រិនបើអីចឹងទេមិននៅលោតអស់បានទេអាចារ្យក្រុមគេវលីបតបាក់យើងរត់តែថ្ងៃហ្នឹងបាទអន្តែទៅក៏នោះដូចតែយាយដូចតែម៉ែដូចតែយាយចឹងឯងអត់ជារួចទេត្រៀមឲ្យហើយទៅរកឈើច្រត់ទៅហើយទៅអាឈើច្រត់មានត្រូវថែរក្សាឈើច្រត់អប់រំឲ្យឈើច្រត់នឹងបានល្អម៉ត់ម៉ងបើមានឈើច្រត់ឈើច្រត់មិនបានអប់រំមិនបានដោះរូបកោសសម្អាតឲ្យស្អាតដែរក៏នឹងទៅពឹងទៅនឹងហ៎
អត់រវល់នឹងយើងស្អនឹងក៏ទឹកភ្នែកទៀតចានេះនិយាយពីមេត្តាបិតាជាព្រះអរហន្តហ្នឹងឲ្យតម្លៃខ្ពស់ជាងព្រះអង្គជាពុទ្ធសម្បញ្ជាអញ្ចឹងលោកឲ្យតម្លៃឲ្យយើងគោរពមេត្តាបិតាបើឲ្យបានទៅតាមពុទ្ធសាសនារបស់អភិទូលមានព្រានបដៅរបស់ព្រះពុទ្ធឲ្យជាបរមគ្រូនឹងរួចបុគ្គលដែលបានគោរពដឹងគុណមេត្តាបិតារបស់ខ្លួននេះព្រះសម្មាសម្ពុទ្ធសាសនាធ្វើកតញ្ញូអ្នកដឹងគុណនឹងមានដែកជះមានអំណាចឥទ្ធិពលអាចថែរក្សាជួយបុគ្គលមានធ្វើកតញ្ញូនឹងក្នុងជីវិតនេះឯងធ្វើអីក៏ត្រឹមត្រូវចម្រើនលូតលាស់ដែរធ្វើស្រែធ្វើចម្ការធ្វើជំនួញជួញប្រែធ្វើមន្ត្រីរាជការធ្វើកតញ្ញូជួយទ្រទ្រង់ឲ្យបានចម្រើនលូតលាស់ខ្ពង់ខ្ពស់ជានិច្ចនិរន្តរ៍ក្នុងជីវិតរបស់មនុស្សព្រោះធ្វើកតញ្ញូនឹងធ្វើកតញ្ញូពុទ្ធសាសនាបើធៀបនឹងចិនគេថាអង្គសុយប៉ុន្តែអង្គសុយចិនគេថាទៅល្ងាប់ហើយបានម៉ែឲ្យចាស់ចាស់គេដើររោចិនខ្សែទៅម៉ែរោដីអង្គសុយតែឲ្យតែម៉ែងាប់តែយកមកដាក់តំណឹងហើយអង្គសុយម៉ែជួយអញរស់ស៊ីកើតមានណាអញ្ចឹងតែពុទ្ធសាសនាថាធ្វើកតញ្ញូទេអង្គសុយនឹងជួយតែរក្សាការពារកូនឲ្យបានសុខចម្រើនក្នុងជីវិតមនុស្សនេះនឹងសូមអញ្ញមញាតិពុទ្ធបរិស័ទជ្រាបបានថាជីវិតអ្នកមានធ្វើកតញ្ញូបានសេចក្តីសុខសួស្តីទេវតាក៏រក្សាដែរមិនចាំហៅអីទេរួចបុគ្គលធ្វើកតញ្ញមានធ្វើកតញ្ញូនេះដល់អស់ជីវិតទៅនឹងទៅកាន់សុគតិភពទៅកើតទេវតាទៀតតែមានគុណានុភាពច្រើនធ្វើកតញ្ញូឥឡូវម៉ោង10ម៉ោងមិន10ទៅវិញ46នាទីទេចប់ហើយមើលម៉ោងគេដាក់នៅមើលនេះហ្នឹងហើយនឹងសំដែងពីធ្វើកតញ្ញូរបស់លោកអ្នកមានគុណគឺមេត្តាបិតាជាព្រះទី1អោណាយោសាននៅមួយម៉ាត់ពីរទៀតកុំឲ្យទាំងខាត់ក្នុងពុទ្ធសាសនាដែលធ្ងន់បំផុតមាន5ហៅអនន្តរយកម្ម5ឬបញ្ចនន្តរយកម្មទោសធ្ងន់បំផុតទោសធ្ងន់ទី1មេតុឃាតកូនសន្លប់ម៉ែទី3បេតុឃាតកូនសន្លប់ឪទី4មនុស្សសម្លាប់ព្រះអរហន្តទី3មនុស្សសម្លាប់ព្រះអរហន្តទី4មនុស្សបទុសរាយនឹងប្រពន្ធយកដំបងយកដុំថ្មអីទៅគប់ទៅវាយព្រះសរីរៈរាងកាយប្រពន្ធឲ្យពូពងរងឈាមដោយទេវទត្តប្រមៀលដុំថ្មពីលើកំពូលភ្នំកិច្ចកោតដើម្បីឲ្យកិនសង្កត់ព្រះសម្មាសម្ពុទ្ធប៉ះជើងព្រះអង្គតែបែករងឈាមចេញឈាមមករុយស៊ីតែមួយឆ្អែតទេវទត្តត្រូវអនន្តរយកម្មទៅនៅមហាអវជ័យអនរៈសប្តាហ៍ថ្ងៃនេះសម្រាប់ព្រះអរហន្តអបទុសរាយព្រះអរហន្តទី5បំបែកសង្ឃឲ្យឆ្លោះបែកគ្នាព្រះសង្ឃណាវត្តមួយនឹងបែកបាក់គ្នាជាពូជជាក្រុមទាំង5នេះជាត្រូវទោសអនន្តរយកម្មតែក្នុងទីនេះអាត្មាចង់បញ្ជាក់លើកូនសម្រាប់ម៉ែឪទេគេនេះព្រះអរហន្តអោណៃយោទៅប៉ះពាល់គ្រោះថ្នាក់ហើយទៅនិព្វាននរកលែងងើបហើយ